សន្ទរកថារបស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺខ្ញុំនឹងជម្រាបជូនបន្ថែមប៉ុន្តែបើតាមប្រភពព័ត៌មានពីក្រសួងការបរទេសរបស់កម្ពុជាគឺនៅថ្ងៃទី24ថ្ងៃនេះគឺថ្ងៃនេះគឺលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺគាត់បានឡើងថ្លែងបទអន្តរាគមន៍បាននៅក្នុងសម័យប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសបាទនេះគឺខាងកម្ពុជាគឺបានឲ្យដឹងតែប៉ុណ្ណឹងគឺអ្វីដែលកើតមានឡើងភ្លាមៗណាមិនទាន់បានដឹងជាលម្អិតនៅឡើយទេក៏ប៉ុន្តែអ្វីដែលជាអ្នកដែលព្រួយបារម្ភខ្លាំងគឺខាងសារព័ត៌មានថៃបាទសារព័ត៌មានថៃគឺបានចុះផ្សាយយ៉ាងរហ័សតែម្ដងដោយនៅក្នុងនោះគឺសារព័ត៌មានថៃគាត់បានលើកឡើងថានៅក្នុងការថ្លែងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងគឺលោកប្រាក់សុខុនបាទក៏បាននិយាយពាក់ព័ន្ធទៅដល់បញ្ហាដែលយោធាថៃនៅតែបន្តរក្សាមូលដ្ឋានយោធារបស់ខ្លួននៅខាងក្នុងទឹកដីរបស់កម្ពុជាបាទបន្ទាប់ពីមានកិច្ចព្រមព្រៀងជួបបាញ់គ្នាហើយក៏ដោយបាទដោយលោកប្រាក់សុខុនបានលើកឡើងអំពីការចូលកាន់កាប់នេះបាទហើយលោកបានអំពាវនាវឲ្យប្រទេសថៃគោរពបទជួបបាញ់គ្នាហើយនឹងដកកងទ័ពចេញពីទឹកដីរបស់កម្ពុជាបាទនេះបើយោងតាមសារព័ត៌មានប្រទេសថៃណាបាទដែលខ្ញុំដកមកនេះគឺខាងខៅសូតគាត់បានផ្សាយបែបនេះបាទប៉ុន្តែគាត់ប្រើពាក្យមិននិយាយថាលោកប្រាក់សុខុនថ្លែងនេះគាត់ប្រើពាក្យថាលោកប្រាក់សុខុនបានចោទប្រកាន់ណា he accused Thailand of establishing military base inside Cambodia បាទអញ្ចឹងគឺនេះបានន័យថាជាសរុបគឺបានន័យថាលោកប្រាក់សុខុនលោកពិតជាបានថ្លែងតាក់ទងជាមួយនឹងវត្តមានកងទ័ពរបស់ថៃនៅលើទឹកដីរបស់កម្ពុជាមែនបាទហើយនៅក្នុងព័ត៌មានទី1នៅដែលខ្ញុំមិនចង់បំបីទេគឺតាក់ទងនឹងរឿងនៅក្នុងប្រទេសថៃបាទប្រទេសថៃវិញហើយជាមួយនឹងកម្ពុជាដដែលគឺបើយោងតាមការផ្សាយរបស់កាសែតថៃនានាបាទគឺមានតាំងខៅសូតមានតាំងពី Nation ផងប៉ុន្តែខ្ញុំសូមដកយករូបភាពរបស់ Nation ហ្នឹងគឺខាងយោធាថៃបាទយោធាថៃគាត់បាននិយាយថាគឺឥឡូវនេះគឺមានការតានតឹងប៉ុន្តែខាងភាគីយោធាថៃនោះគាត់ខិតខំធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹងបាទដោយគាត់ចោទថាគឺកងកម្លាំងរបស់កម្ពុជាហ្នឹងបានបាញ់គ្រាប់Bបាទគាត់ប្រាប់ពី grenade បាទចូលទៅក្នុងទឹកដីរបស់ថៃហ្នឹងក៏ប៉ុន្តែសារព័ត៌មាននេះគាត់បាននិយាយដកសងសម្ដីមេទ័ពរបស់ថៃថាទាហានថៃបានបដិញ្ញាថាមិនសងសឹកវិញទេដើម្បីកុំឲ្យមានជួបនៅកំហុសបាទរឿងរ៉ាវនៅក្នុងពេលអតីតកាលកន្លងមកដែលមានរឿងរ៉ាវបែបនេះហើយថៃវិបកធ្វើឲ្យមានការប្រយុទ្ធគ្នាក៏ប៉ុន្តែថៃគាត់មានគម្រោងនឹងលើកឡើងអំពីបញ្ហានេះនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយចឹងបានន័យថាគាត់នឹងអនុញ្ញាតឲ្យលោកសៀស័កភូមិកិច្ចកែវនឹងខ្លាចអំពីបញ្ហានេះផងដែរពីព្រោះឥឡូវនេះគឺកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាទអ្នកដែលនិយាយនេះគឺលោកឧត្តមសេនីយ៍ប៉ាណាបាទដែលជាអគ្គមេបញ្ជាការកងទ័ពរបស់ថៃហ្នឹងគាត់បានធ្វើអត្ថាធិប្បាយហ្នឹងគឺតកតងជាមួយនឹងបាទអញ្ចឹងមែនគឺក្រប B បាទក្រប B40 គាត់ថាគឺកម្ពុជាបាញ់ B40 ហ្នឹងចូលទៅក្នុងទឹកដីរបស់ថៃនៅក្នុងខេត្តស៊ីសាកេតបាទដោយមានការបញ្ជាក់ច្បាស់ពីខាងយុទ្ធភូមិភាគ2របស់ថៃគឺបានទទួលការណែនាំអំពីបញ្ហានោះហើយក៏បានធានាថាកុំឲ្យមានការសងសឹកវិញខាងក្រសួងការពារជាតិរបស់កម្ពុជាគឺតាមរយៈអ្នកនាំពាក្យគឺអ្នកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិនោះគឺបានបដិសេធបាទអ្នកស្រីបានបញ្ជាក់ថាគឺកាលពីថ្ងៃទី24ហ្នឹងគឺពេកផ្លូវការរបស់យោធានិងបណ្ដាញសារព័ត៌មានថៃបានផ្សព្វផ្សាយថាភាគីកម្ពុជាបានប្រើប្រាស់បាញ់គ្រាប់បែកខ្នាត40មីលីម៉ែត្រចូលទៅក្នុងតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃបាទមួយគ្រាប់នៅម៉ោង 8:50 នាទីព្រឹកបាទទល់មុខភូមិសាស្ត្រគោល8ចាក់ច្រែងក្នុងខេត្តព្រះវិហារគឺអ្នកនាំពាក្យបានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់អហង្ការហើយអំពាវនាវឲ្យភាគីថៃនឹងបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិតដែលអាចបង្កឲ្យមានការយល់ច្រឡំនិងការកើនឡើងនៅភាពតានតឹងបាទ
ហើយបើអ្នកស្រីបានបន្ថែមថាយោងតាមព័ត៌មានដែលកម្ពុជាទទួលបានពីយុទ្ធភូមិភាគទី4គឺកងយុទ្ធពលខេមរៈភូមិន្ទរបស់កម្ពុជាបានបញ្ជាក់ថាបន្ទាប់ពីឮសម្លេងផ្ទុះនិងសម្លេងបាញ់កំភ្លើងនៅខាងភាគីថៃគឺក្រុមទំនាក់ទំនងរបស់យុទ្ធភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃបានតាក់ទងសាកសួរនិងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកលើករណីនេះរួចរាល់ហើយនឹងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី2របស់ថៃថាកងទ័ពរបស់កម្ពុជាមិនបានបាញ់ដោយការចោទប្រកាន់នោះទេបាទនេះគឺជាប្រតិកម្មពីខាងភាគីកម្ពុជាបាទហើយនៅក្នុងការវិវត្តមួយទៀតដែរការជួបប្រជុំរបស់ខាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខាងបារាំងបើយោងតាមសារព័ត៌មានថៃបាទគាត់បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺលោកស៊ីហសៈភូមិកិតកែវនឹងគឺបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់បារាំងដោយភាគីទាំងពីរហ្នឹងគឺបាននិយាយតាក់ទងជាមួយនឹងបញ្ហាប្រឈមនៃទីតាំងភូមិសាស្ត្រនយោបាយនិងបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាទដែលនៅក្នុងនោះគឺលោកស៊ីហសៈភូមិកិតកែវនោះគាត់បានសរសើរបារាំងដែលបានប្រកាន់ជំហរអព្យាក្រឹតហើយនឹងទូនីតិប្រកបដោយការស្ថាបនាបាទនៅក្នុងការធ្វើយ៉ាងណាឲ្យមានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ជាពិសេសគឺតាក់ទងជាមួយនឹងបញ្ហាស្ថានភាពចំនួនរវាងកម្ពុជាហើយនិងថៃតាមព្រំដែននេះគឺគាត់ថាអរគុណបារាំងដែលនៅអព្យាក្រឹតហើយគាត់ក៏បានជម្រាបជូនប្រទេសបារាំងផងដែរបាទអំពីបញ្ហាមួយចំនួនដែលលោកស៊ីហសៈគាត់ថាគាត់បកស្រាយអំពីរឿងរ៉ាវដែលបានកើតមានឡើងនៅតាមបណ្ដោយព្រំដែនដែលមានការប្រយុទ្ធគ្នានេះបាទហើយគាត់បានថ្លែងអំណរគុណដែលបារាំងអនុញ្ញាតឲ្យគាត់បានលើកឡើងអំពីបញ្ហានេះនិងផ្ដល់ឱកាសគាត់បានពន្យល់អំពីស្ថានភាពនេះបាទនេះគឺជាអ្វីដែលបានសារព័ត៌មានបានរាយការណ៍ឡើងហើយខ្ញុំសូមដកសង្ខ្លីៗជម្រាបជូនប្រិមិត្តដូចនេះបាទអញ្ចឹងសូមបន្ថែមយោបល់ខ្ញុំតិចว่าឃើញមានខាងកម្ពុជាហ្នឹងគឺមានប្រតិកម្មពីអ្នកជំនាញផងដែរគាត់ក៏ពិនិត្យឃើញសម្ដីរបស់លោកស៊ីហសៈហ្នឹងផងដែរគឺគាត់ថាកុហកច្រើនដែរបើអញ្ចឹងគឺបាទឥឡូវនេះគឺវាជាទោះបីកុហកយ៉ាងណាក៏ដោយគឺយើងមើលឃើញថាថៃក៏កំពុងតែបាទផ្ដោតខ្លាំងទៅការធ្វើយុទ្ធនាការទូបជាមួយនឹងកម្ពុជានឹងខ្លាំងដែរប៉ុន្តែតើគាត់យកជំហររឿងពិតប៉ុណ្ណាហ្នឹងគឺអាស្រ័យទៅលើកម្ពុជាអាចនិយាយឲ្យគេបានយល់អំពីស្ថានភាពហ្នឹងបូកផ្សំជាមួយនឹងស្ថានភាពជាក់ស្ដែងនៅលើដីអញ្ចឹងដូចជាសំខាន់ណាស់ដែលខាងវត្តមាន AOT ក៏នៅទីនោះហើយនឹងអង្គទូតនានាទៅពិនិត្យមើលស្ថានភាពនៅតាមព្រំដែននៅលើដីជាក់ស្ដែងប្រិមិត្តមួយចំនួនខ្ញុំជឿថាមកដល់ម៉ោងនេះចាប់ផ្ដើមមានការនឿយណាយនឹងវត្តមានរបស់ AOT ដែលមិនបានចេញសេចក្តីថ្លែងការណ៍អីក៏ប៉ុន្តែសំខាន់ដែរវត្តមានពួកគាត់នៅកំអាលថាអស់សង្ឃឹមអីបោះបង់ចោលការព្យាយាមអីបាទគឺនៅមានសារៈសំខាន់ដោយដែលលោកស្រីអគ្គរដ្ឋទូតរបស់ប្រទេសហ្វីលីពីនបានមានប្រសាសន៍ម្សិលមិញអញ្ចឹងគឺគាត់នៅតែពង្រឹងរៀបចំធ្វើ TOR នៅឡើយ TOR Term of Reference បាទគឺមានន័យថាឯកសារយោងស្ដីពីប្រតិបត្តិការរបស់ AOT នឹងនៅឡើយទេគឺគាត់បានបង្ហាញនៅចេតនាក្នុងការពង្រឹង AOT នឹងឲ្យកាន់តែខ្លាំងឡើងបាទពីព្រោះគេមើលឃើញថាបញ្ហានេះវាមិនចប់ងាយទេអញ្ចឹងដូច្នេះគឺគេត្រូវពង្រឹងអញ្ចឹងប្រិមិត្តមួយចំនួនគឺកុំមានអារម្មណ៍ភ្លើងចម្បាំងដោយដែលខ្ញុំធ្លាប់បាននិយាយតាំងពីពេលប្រយុទ្ធគ្នាដំបូងអញ្ចឹងដែលណាចូល show ខ្ញុំយូរហើយហ្នឹងគឺបានលឺខ្ញុំប្រាប់ពាក្យថាប្រយ័ត្នតាក់តិចក្របីស៊ីស្រូវបងមិនសូវហ៊ានដេញក្របីដៃចេញបងដេញឲ្យស្រីមើលថៃក៏ធ្វើអញ្ចឹងតាំងពីដើមតាំងពីខ្ញុំបាទដឹងមកតាំងពីសង្គ្រាមជាមួយបារាំងហើយនឹងសៀមបារាំងជាអាណាព្យាបាលកម្ពុជាហ្នឹងគឺគាត់ធ្វើអញ្ចឹងឲ្យតែពីរឿងចប់ហើយគាត់ចាប់ផ្ដើមលូកចូលក្នុងមកពេលហ្នឹងបាទគាត់រំលោភតាំងពីដើមអញ្ចឹងតែម្ដងអញ្ចឹងសំខាន់គឺការតស៊ូអត់ធ្មត់រឿងបញ្ហាហ្នឹងទេបាទយើងប្រើចិត្តត្រជាក់ខ្លះមិនអាចនឹងក្តៅបានទេពីព្រោះទំហំវាខុសគ្នារវាងសេដ្ឋកិច្ចកងទ័ពប្រជាពលរដ្ឋអីហ្នឹងបាទគោលបំណងរបស់ថៃចង់បានហ្នឹងគឺធ្វើម៉េចឲ្យមានការបែកបាក់ផ្ទៃក្នុងមតិខ្វែងគ្នាផ្ទៃក្នុងហ្នឹងឲ្យបានខ្លាំងហើយនឹងទី2គឺធ្វើឲ្យអ្នកដែល
តទល់ជាមួយថៃហ្នឹងបើអស់សង្ឃឹមថាមិនឈ្នះមិនអីទេបាទលែងប្រឹងលែងអីហើយគឺទទួលយកអ្វីដែលថៃឲ្យដាក់មកគឺទទួលយកអានោះជារឿងពីរដែលប្រិមិត្តទៅយល់អំពីបញ្ហាហ្នឹងបើកាលណាធ្លាក់អ្នកណាក៏ដោយដែលធ្លាក់ចូលក្នុងប្រភេទណាមួយនៅក្នុងចំណោមហ្នឹងគឺបាទនៃកំពុងតែផ្ដល់ឲ្យជ័យជំនះទៅថៃហើយហ្នឹងបាទ